May Mavers News China has warned Israel against strikes that could affect Chinese interests in Syria ប្រទេសចិនបានព្រមានប្រទេសអ៊ីស្រាអែលប្រឆាំងនឹងការទម្លាក់គ្រាប់បែកអាចនឹងប៉ះពាល់ដល់ភាគហ៊ុនរបស់ខ្លួននៅក្នុងប្រទេសសេរី Urging respect for Chinese companies personal and assets ការជំរុញឲ្យគោរពក្រុមហ៊ុនរបស់ចិនបុគ្គលជនជាតិចិននិងអត្ថប្រយោជន៍ជនជាតិចិន The message highlights Beijing's growing economic presence in Syria and its broader efforts to protect its interests across the regions ជាសារបញ្ជាក់ថាទីក្រុងប៉េកាំងកំពុងមានវត្តមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសសេរីហើយខិតខំព្យាយាមការពង្រីកការការពារភាគហ៊ុនរបស់ខ្លួននៅក្នុងតំបន់ទាំងមូលបាទសូមអរគុណ